សួស្តីសាគមន៍ត្រវិញជាមួយវីដេអូថ្មីមួយទៀតផងខ្ញុំថ្ងៃនេះខ្ញុំចាំលេចជាមួយនឹងគេតាក់ទងទៅជាមួយនឹងព័ត៌មានសំខាន់អំពី cryptocurrency និងមួយទៀតតាក់ទងទៅជាមួយនឹង quantum computing ដែលវាប្រហារទៅលើកាក់ Bitcoin តើ Bitcoin នឹងទៅជាយ៉ាងណាដែលយើងនឹងទៅមើលដើម្បីឲ្យអ្នកគ្នាត្រៀមខ្លួនក្នុងការ update ឬក៏ធ្វើការអីផ្សេងៗជាដើមបាទអូខេចឹងដើម្បីកុំឲ្យកាត់ពេលយូរយើងចូលទៅមើលអ្នកគ្នានៅក្នុងអេក្រង់កុំព្យូទ័ររបស់ខ្ញុំតែម្ដងបាទរឿងទីមួយតាក់ទងទៅជាមួយនឹង Clarity X Digital Asset Clarity X ឬក៏អ្នកគ្នាតែងតែបានស្ដាប់តែខ្ញុំតែនិយាយជារឿយៗតាក់ទង Clarity X ហ្នឹងនិយាយសឹងនឹងគ្រប់វីដេអូបាទហើយអូខេឥឡូវនេះគឺវាចូលដល់ព្រឹទ្ធសភាហើយធ្វើដើម្បីឲ្យព្រឹទ្ធសភាធ្វើការបោះឆ្នោតតើគួរតែអនុម័តឬក៏មិនអនុម័តបាទនេះគឺជារឿងមួយសំខាន់ហេតុអីបានជាវាជារឿងសំខាន់អ្នកគ្នាត្រូវដឹងថាសហរដ្ឋអាមេរិកគាត់មាន policy របស់គាត់អញ្ចឹងនៅពេលដែល Clarity X ត្រូវបានអនុម័តឲ្យបើកជាផ្លូវការបាទឬក៏បើកបង្កើតជាច្បាប់ Clarity X ហ្នឹងគឺវាមានសារៈសំខាន់ត្រង់ថាក្រុមហ៊ុនផ្សេងគាត់ដែលមានបំណងចង់លូកដៃចូល cryptocurrency ឬចូលទៅក្នុង blockchain គឺគាត់អាចលូកពេញទំហឹងតែម្ដងបាទហើយយើងនឹងឃើញមានការប្រែប្រួលច្រើនតាក់ទងទៅជាមួយនឹងសេវាហិរញ្ញវត្ថុរបស់យើងតាក់ទងនឹងការវាយលុយឆ្លងប្រទេសឬក៏តាក់ទងទៅជាមួយនឹងការ pay out ជា stable coin ឬអីជាដើមបាទដែលយើងនឹងទៅមើលបន្តទៀតនៅពេលដែល Clarity X នេះត្រូវបានសម្រេចជាផ្លូវការអូខេឥឡូវនេះវាចូលដល់ក្នុងព្រឹទ្ធសភាមិនប្រកាសថានឹងបានបោះឆ្នោតឲ្យវាជាប់កាត់ជាច្បាប់ទេជឿរងចាំមើលបន្តទៀតអ្នកគ្នាអាចតាមដានអំពីព្រឹត្តិការណ៍នេះបាននៅក្នុង congress.gov ដែលជា website របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកផ្ទាល់តែម្ដងដែលអ្នកគ្នាចូលមើលបាទអានេះមានទាំងអស់បាទច្បាប់ទាំងអស់ដែលគាត់បំរុងនឹងអនុម័តឬក៏អនុម័តហើយឬអីហ្នឹងគឺអ្នកគ្នាអាចចូលមើលបាទពីមាន timeline ឲ្យអ្នកគ្នាបានឃើញខាងក្រោមនេះបាទអ្នកគេបានឃើញខាងក្រោមនេះវាពាក្យទីមួយគេហៅ introduce មានការណែនាំទាក់ទងច្បាប់ Clarity ហ្នឹងក្រោមទៀតវា pass house បាទ pass house ហើយគឺមានន័យថាគាត់បានអូខេយល់ព្រមអាចឲ្យប្រសិទ្ធភាពធ្វើការបោះឆ្នោតបានឥឡូវនេះវាចូលដល់នៅវគ្គប្រសិទ្ធភាពឡើយទេអញ្ចឹងបើសិនជាវាលោតសញ្ញាថា pass Senate បាទ pass ប្រសិទ្ធភាពហើយប្រសិទ្ធភាពបោះឆ្នោតហើយឲ្យវាយល់ព្រមឲ្យបើកហើយអញ្ចឹងអ្នកគេចូលដល់ president ហើយចូលដល់ president គឺ Donald Trump 24ម៉ោង7ថ្ងៃបាទគាត់ចាំតែគ្រីសយល់ព្រមទេបាទសម្រាប់អាណត្តិរបស់លោក Donald Trump នេះអំពី Clarity X ហ្នឹងអញ្ចឹងបើ pass Senate ហើយ pass ប្រសិទ្ធភាពហើយអញ្ចឹង Donald Trump direct តែម្ដងបាទគឺលឿនបំផុតហើយ state នេះហើយនៅពេលដែល pass president រួចរាល់វានឹងខ្លាចទៅជាច្បាប់ពេញលេញបាទអូខេនេះគឺយករងចាំមើលបន្តទៀតឥឡូវនេះចូលដល់ប្រសិទ្ធភាពហើយដែលពីកន្លងមកគឺខ្ញុំថាអូខេវា pass ហើយមែនក៏តែមិនដឹងជាពេលណាដែលវារុញចូលប្រសិទ្ធភាពទេឥឡូវនេះចូលប្រសិទ្ធភាពហើយបើសិនជាមានការអាប់ដេតអីអំពី Clarity X នេះយើងនឹងមកចែកម្លែកជាមួយអ្នកគ្នាមកអាប់ដេតឲ្យអ្នកគ្នាបន្តទៀតអូខេឥឡូវនេះយើងចូលដល់ពីរឿងទី2របស់យើងតាក់ទងទៅជាមួយ Quantum Computing អញ្ចឹងបើសិនជាអ្នកគ្នាតាមដានទៅលើព័ត៌មានអំពី Quantum Computing វាគឺជា next big news បាទនឹងគឺជាព័ត៌មានអនាគតហើយបាទអាចនឹងជាព័ត៌មានធំមួយនៅថ្ងៃអនាគតបាទគេគិតថាប៉ាន់ប្រមាណថានៅឆ្នាំ2029 Quantum Computing នេះវានឹងឡើងដល់ចំណុចមួយដែលអាចទៅវាប្រហារ Bitcoin បានបាទវាប្រហារទៅលើ Bitcoin network បានអូខេឥឡូវនេះគឺនៅពេលដែលមានអញ្ចឹងតើអ្នក developer ដែល Bitcoin កូដរបស់ Bitcoin គឺ open source ហើយគាត់មានក្រុមការងារ developer របស់គាត់ទៅហើយក្រុម developer ហ្នឹងក៏គាត់ជួយ contribute បាទជួយសរសេរកូដដើម្បីការពារ Bitcoin ហ្នឹងកុំឲ្យមានការដួលរំលំហើយសួរថាណាគេជាអ្នក fund developer ហ្នឹងបាទអ្នក fund ហ្នឹងគឺស្ថិតនៅជាក្រុមហ៊ុនហិរញ្ញវត្ថុធំដែលភាគច្រើនគឺមកពីសហរដ្ឋអាមេរិកតែម្ដងបាទគាត់ផ្ដល់ជាជំនួយដល់ developer ទាំងអស់ហ្នឹងដែលចូលរួម open source ហ្នឹងអញ្ចឹងអ្នកដែលគាត់ចូលរួមហ្នឹងគឺគាត់អាចទទួលបាន donate ពី funding របស់ធនាគារឬក៏របស់ក្រុមហ៊ុនហិរញ្ញវត្ថុធំដែលយើងទៀតទៅមើលលម្អិតអស់គ្នានៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងបាទអូខេតើតើនៅ Quantum Computing នេះគឺវាមាន proposal មួយចំនួនproposal ដែលទី1គឺមានឈ្មោះថា BIP 361ដែលគាត់ introduce តាក់ទងទៅជាមួយនឹងការបង្កក់លុយបាទបង្កក់លុយទៅលើ wallet ដែលអត់មាន wallet ដែលអត់មានការវេទៅវេមកបាទហ្នឹងហើយ wallet មានការវេទៅវេមកយូរលង់ណាស់មកហើយជា wallet ដែលចាស់ងាយរងគ្រោះពី Quantum Computing បាទ Quantum Computing អូខេត្រង់កន្លែងនេះមិនមែនមានន័យថាអ្នកគ្នាមានកាក់ Bitcoin ហើយវានឹង block វានឹង freeze កាក់ផងអ្នកគ្នាទេបើមិនជាចិត្តដល់ពេលហ្នឹងខ្ញុំនឹងមក update ឲ្យអ្នកគ្នាបន្តហើយ wallet អ្នកគ្នាទើបតែបង្កើតថ្មីឬក៏ទើបប្រហែលឆ្នាំកន្លងមកនេះគឺវាអត់ពាក់ព័ន្ធទៅជាមួយនឹង wallet ចាស់ដែលគេបាន mention នៅក្នុងព័ត៌មានទេនៅក្នុង proposal មួយនេះទេបាទអូខេបើសិនជាមានខ្ញុំនឹង update ឲ្យអ្នកគ្នាបន្តទៀតហើយមួយទៀតតាក់ទងទៅជាមួយនឹងដូចជា wallet របស់ Satoshi តែម្ដងបាទអានឹង wallet ហ្នឹងគឺ wallet ដែលមានការវាចូល
តាមពីដំបូងហើយអត់មានការវាចេញវាមកអត់មានការវាចេញអីទេហើយ wallet ហ្នឹងគឺអត់មាន activity បាទអត់មាន activity ហើយមួយទៀតគេសន្មតថា wallet ហ្នឹងគឺជា wallet ដែលងាយរងគ្រោះពី quantum computing ពីព្រោះវាជា wallet ដំបូងដែលអត់ទាន់មានការ upgrade បន្តបាទឧទាហរណ៍ដូចជា Segwit native Segwit របស់ Bitcoin ដែលជាការ upgrade បន្តរបស់ Bitcoin ហ្នឹងបាទអាហ្នឹងគឺជារងចាំមើលបន្តទៀតតើវាអាចនឹងទទួលរងគ្រោះពី quantum computing អត់ហើយបើសិនជាវាទទួលរងគ្រោះពី quantum computing មែនអញ្ចឹងវានឹងមានការ upgrade ដែរបាទចិត្តដល់ឆ្នាំ2029បាទអាចថាថ្មីឆាប់ខាងមុខទៀតបាទ2027 2028នេះវាអាចនឹងមានការឲ្យអ្នកនរគ្នា upgrade wallet អីជាដើមបាទបើសិនជាមានយើងនឹងប្រាប់អ្នកគ្នាហើយយើងនឹងបរៀនអ្នកគ្នាពីវិធីសាស្ត្រក្នុងការ upgrade wallet Bitcoin របស់យើងកុំឲ្យអ្នកខ្លះគាត់ទិញកាលពីជំនាន់ Bitcoin ទៅតម្លៃ$1ឬក៏$0.1តាមពីកន្លងមកហើយអានឹងគឺជា wallet ដែលគាត់បង្កើតពេលហ្នឹងគឺជា wallet ដែលងាយរងគ្រោះពី quantum computing ក្រែងរនៅពេលដែលគេមានការ upgrade proposal របស់ Bitcoin បាទអំពីការ upgrade wallet ហ្នឹងមានកើតឡើងហើយអ្នកនរគ្នាអត់បានមើលវីដេអូឬក៏អ្នកនរគ្នាអត់បានតាមដានព័ត៌មានហ្នឹងអញ្ចឹង wallet របស់អ្នកគ្នាអាចនឹងត្រូវបាន freeze ឬក៏អាចនឹងមានការពិបាកក្នុងការវេកាក់ Bitcoin ចេញចូលនៅថ្ងៃអនាគតជាដើមអញ្ចឹងអ្នកគ្នាអាចគួរតែតាមដានព័ត៌មានមួយហ្នឹងបើមិនជាអ្នកគ្នាមានកាក់ Bitcoin ពីដើមមកបាទអូខេហើយនេះតាក់ទងទៅជាមួយ proposal ហ្នឹងហើយជាទូទៅ proposal របស់ Bitcoin បាទមិនមែនធ្វើឡើងដោយងាយទេចឹងនៅពេលដែលគាត់មាន proposal ហើយគាត់នឹងមានការដាក់ឲ្យអ្នកគ្នា vote អ្នកដែលគាត់មានអីហ្នឹង vote ជាដើមបាទគាត់មានការ vote ជាដើមឬក៏អាចមានការ vote ពី developer ធំឬក៏អាចជាពី funding បាទ funding គាត់មានការ vote អីជាដើមបាទអានេះគឺយើងពេលមានការ vote ហើយមួយទៀតតាក់ទងទៅជាមួយនឹងអ្នកដែលគាត់គ្រប់គ្រង network របស់ Bitcoin តែម្ដងអានេះតាក់ទងទៅជាមួយនឹង migration បាទអំពី validator ហ្នឹងហើយអញ្ចឹងអ្នកដែលគាត់ run proof of work របស់ Bitcoin សប្តាហ៍ថ្ងៃនេះនៅពេលដែលមានការ upgrade បែបនេះតើគាត់យល់ព្រម switch off អាចាស់របស់គាត់ជប់ម៉ាញអាចាស់ហើយគាត់ទៅម៉ាញអាថ្មីបាទកាប់ Bitcoin ថ្មីតែគាត់យល់ព្រមអញ្ចឹងឬក៏អត់ណាអានេះគឺជារឿងសំខាន់ពីព្រោះគាត់ជាអ្នក run proof of work run ម៉ាស៊ីនរបស់គាត់បាទគាត់មានដល់ទៅ industry រោងចក្រ run proof of work របស់ Bitcoin ហ្នឹងអញ្ចឹងគាត់យល់ព្រមក្នុងការ migrate ពីអាចាស់ទៅអាថ្មីឬអត់បាទអានេះគឺជារឿងដែលយើងត្រូវរងចាំមើលបន្តទៀតបាទនៅពេលដែលមានថ្ងៃហ្នឹងកើតឡើងបាទវាប្រកាសជារឿងមួយដែលអ្នកគ្នាតាមដានរាល់ថ្ងៃដូច Clarity X ដូចពួកtokenized asset ឬក៏អីជាដើមដែលអ្នកគ្នាតាមដានសប្តាហ៍ថ្ងៃនេះអញ្ចឹងបាទអូខេអញ្ចឹងរងចាំមើលបាទ BIP 311បាទមួយទៀតតាក់ទងទៅជាមួយនឹងprovable address control timestamp អានេះតាក់ទងទៅជាមួយនឹងអ្នកដែលគាត់មាន wallet ចាស់ដូចគ្នាអ្នកដែលគាត់propose paradigms បាទដែល paradigm គាត់មានការ proposal រឿងហ្នឹងមកមួយទៀតនិយាយតាក់ទងទៅជាមួយនឹង funding ណាក្រុមហ៊ុនណាខ្លះសប្តាហ៍ថ្ងៃនេះគាត់ funding គាត់ឲ្យលុយទៅ developer របស់ Bitcoin ដើម្បីគេបាទដើម្បីការពារ quantum computing របស់ Bitcoin មានក្រុមហ៊ុនណាខ្លះបាទក្រុមហ៊ុនទី1គឺក្រុមហ៊ុន Galaxy Initiative ដែលគាត់មានលុយដល់ទៅ$5 លានបាទហ្នឹងហើយដើម្បីផ្ដល់ជាពី digital Galaxy Digital បាទដើម្បីផ្ដល់ជាជំនួយដល់ quantum computing developer ដើម្បីការពារពី Bitcoin ហ្នឹងបាទការពារ Bitcoin មួយទៀតគឺតាក់ទងទៅជាមួយនឹងថ្មីនេះបាទ BlackRock Coinbase strategy បាទ MicroStrategy ហ្នឹងគាត់មានលុយដល់ទៅ$15 លានបាទគាត់ចូលដៃគ្នាបាទចូលសហការគ្នាបង្កើតជាមូលនិធិមួយដើម្បីការពារបាទហ្នឹងហើយដើម្បីការពារBitcoin ពី quantum computing ហើយហេតុអីបានជា MicroStrategy គាត់ត្រូវធ្វើអញ្ចឹង BlackRock ត្រូវធ្វើអញ្ចឹងដូចគេបានឃើញសប្តាហ៍ថ្ងៃនេះគឺ BlackRock គាត់មាន ETF Exchange Traded Fund ដែលគាត់បើកជា Bitcoin ETF តែម្ដងហើយអ្នកវិនិយោគរបស់សហរដ្ឋគឺមិនតិចទេដែលគាត់បានវិនិយោគទៅលើ Bitcoin តាមរយៈ ETF តាមរយៈការទិញ ETF ហ្នឹងអញ្ចឹងបើសិនជាគាត់មិនការពារទេទុកឲ្យនឹងគេការពារបាទពីព្រោះលុយរបស់គាត់បាទលុយរបស់អ្នកវិនិយោគគាត់ដែលគាត់វិនិយោគនៅក្នុង ETF ហ្នឹងគឺមានច្រើនដែរគឺមិនតិចទេហើយ MicroStrategy Coinbase បាទ Coinbase ក៏ដូចគ្នាដែរបាទគាត់រស់ដោយសារតែ cryptocurrency ដែរពីព្រោះគាត់ជា crypto exchange ដូចគ្នាបាទអញ្ចឹងបើសិនជាអត់មានកាក់ crypto អត់មាន blockchain ទេអត់មានអ្នក trade ហើយអត់មានអ្នក trade គឺអត់មាន fee នឹងឯងអញ្ចឹងជាមូលហេតុដែលគាត់ចាំបាច់ត្រូវដាក់លុយដើម្បីការពារទៅលើ Bitcoin នឹងឯងបាទមួយទៀតតើតើ MicroStrategy បាទ MicroStrategy បើសិនជាអត់ការពារទេចប់តែម្ដងក្រុមហ៊ុនគាត់គឺ invest mostly on Bitcoin បាទហ្នឹងហើយភាគច្រើនផុតគឺទៅលើ Bitcoin ហ្នឹងឯងគាត់មាន reserve ជា$1មួយចំនួនក៏ប៉ុន្តែភាគច្រើនគឺជា Bitcoin អញ្ចឹងបើមិនឲ្យការពារឲ្យគេការពារបាទអូខេ$15 លានសម្រាប់ developer សម្រាប់
មូលនិធិរបស់គាត់ហ្នឹងអ្នកដែលគាត់ចូលរួមក្នុងការ develop មានគ្នាយើងគាត់សួរថាគេថា Bitcoin អត់មានអ្នកអភិវឌ្ឍទេគេចាប់រកបានសារវិទ្យារកឃើញទេបាទហេតុអីបានជាមាន developer ចង់និយាយថាវាគឺជា open បាទ open source open network ហ្នឹងហើយអ្នកគ្នាចង់ខ្លាចទៅជា proof of work អ្នកគ្នាចូលរួមបានអ្នកគ្នាចង់ខ្លាចជា developer អ្នកគ្នាអាចទៅសិក្សា code Bitcoin បានបាទទៅរៀន code Bitcoin បាទហើយអ្នកគ្នាអាច contribute បាទនៅពេលអ្នក contribute បាទគឺគេមិនមែនជាតែមើលរបស់អ្នកគ្នាងាយទេគឺគេមើលហើយមានការ vote ពីសំណាក់ developer ផ្សេងៗដើម្បីឲ្យអីគេបាទដើម្បីឲ្យនោះកដាលគេ proof of work នោះnetwork ដែល run ពី proof of work ហ្នឹងគាត់អូខេគាត់ accept ទៅលើ code មួយហ្នឹងបាទ accept លើ code មួយហ្នឹងបើសិនជាបាទថ្ងៃណាមួយ Bitcoin គាត់ upgrade ទៅ post quantum computing ទៅការ upgrade ដើម្បីការពារ quantum computing ហើយបើសិនជា proof of work ពួកអ្នកគាត់ run network Bitcoin នេះគាត់អត់ព្រមទៅបាទគាត់នៅតែមាញចាស់តដែរអញ្ចឹងកាក់របស់គាត់គឺនៅតែគាត់នៅតែមាញកាក់ Bitcoin ចាស់តដែរអញ្ចឹងបើសិនជាមាន Bitcoin ចាស់គឺអ្នកនៅប្រើបានបាទគឺវា snapshot ត្រឹមហ្នឹងក៏តែបើសិនជាគេ exchange ផ្សេងៗ Coinbase Bitcoin អីផ្សេងៗគាត់ថាគាត់ឈប់ accept ពួក Bitcoin ចាស់គាត់ accept ទៅលើ Bitcoin post quantum computing វិញចឹងពួក proof of work ផ្សេងៗនេះគាត់មាញកាក់ Bitcoin ចាស់ផគាត់គឺក៏អត់មានតម្លៃទេពីព្រោះអត់ដឹងទៅលក់នៅណាពីព្រោះគេអត់ទទួលយល់ព្រមបាទហ្នឹងហើយមួយទៀតសម្រាប់គ្នាយើងគេថាក្រៃរតិច Bitcoin វា upgrade ទៅ post quantum computing ហើយតិចកាក់ Bitcoin គាត់បាត់ទៅគឺអត់បាត់ទេកាក់របស់អ្នកគ្នាគឺនៅប៉ុណ្ណឹងបាទដល់ថ្ងៃវា upgrade មានការយល់ព្រមមានការបោះឆ្នោតរួចរាល់វានឹង upgrade ហើយអ្នកគ្នាទទួលបានកាក់គ្រប់ចំនួននៅលើ network ថ្មីដែល network ថ្មីនេះទទួលស្គាល់ដោយ crypto exchange នៅពេលអ្នកគេវេចូល crypto exchange បាទវេចូល website ជួញដូរ crypto ទៅគឺគេទទួលស្គាល់បាទគេទទួលស្គាល់គេឲ្យអ្នកគេលក់ក្នុងតម្លៃដែលគេបានឃើញនៅក្នុងទីផ្សារសប្តាហ៍ថ្ងៃអញ្ចឹងគឺវាអត់មានបញ្ហាទេអានេះតកតងទៅជាមួយនឹងការ upgrade ដូចគ្នាទៅជាមួយនឹងឧទាហរណ៍កាលពីប្រហែលថ្ងៃមុនតកតងនឹងកាក់ ton បាទរបស់ ton coin បាទហ្នឹងហើយអ្នកគាត់ឃើញមានការដូរឈ្មោះដូរ branding បាទពីកាក់ ton ទៅជាកាក់ gram ហើយសប្តាហ៍នេះគឺអ្នកគេបានឃើញកាក់ gram ហ្នឹងឯងអ្នកគេមានកាក់ ton ចំនួនប៉ុន្មាននៅពេលដែលវាដូរឈ្មោះវា upgrade រួចរាល់អ្នកគេបានឃើញចំនួនគ្រប់ចំនួននៅលើកាក់ gram នៅក្នុង exchange របស់អ្នកគេដូចសប្តាហ៍ថ្ងៃហ្នឹងឯងបាទគឺអត់មានបញ្ហាទេអូខេហើយអ្នកគេក៏មិនអាចតាមដានព័ត៌មានបាទខ្លួនឯងក៏បានឬក៏អ្នកអាចតាមដាននៅក្នុង YouTube របស់យើងឬក៏ក្នុង page របស់យើងឬក្នុង Telegram ក្នុង Twitter របស់យើងបានដូចគ្នាអ្នកគ្នាតាមដានតាមនឹងបានដូចគ្នាបាទហើយយើងនឹងមានការ upgrade รื่อยៗបើសិនជាមានរឿងទាំងអស់ហ្នឹងកើតឡើងពិតមែនហើយបើសិនជាអ្នកខ្លះអត់ទាន់ follow Twitter បាទណែនាំ follow Twitter បង្កើត Twitter បាទព័ត៌មានក្នុងហ្នឹងច្រើនមែនតើហើយនៅពេលអ្នកគ្នាបង្កើត Twitter ហើយបាទទៅ follow អ្នកដែលអ្នកគ្នាគិតថាចង់តាមដានព័ត៌មានពួកគាត់ឬក៏ចាំតាមដាន retweet របស់ពួកគាត់បាទអ្នកគ្នាអាចទៅ follow ទៅហើយនៅពេលអ្នកគ្នា follow ហើយអ្នកគ្នាអាចចុចកណ្ដឹងឬក៏ notification ក៏បានដែរទៅលើពួក website ព័ត៌មាន crypto ធំៗបាទផ្សេងៗច្រើនមែនទែនក្នុងហ្នឹងហើយខ្ញុំក៏មានការ retweet រឿយៗទាក់ទងនឹងព័ត៌មានទាំងអស់ហ្នឹងផងដែរបាទអូខេអញ្ចឹងវីដេអូនេះគឺមកដល់ទីបញ្ចប់យើងនឹងជួបគ្នាវីដេអូល្អៗក្រោយៗទៀតបាទបាយបាយ